ការសង្សឹកទៅកាន់ពួកចៅសៀមប្រទេសយើងធ្លាប់តែមានសុខសន្តិភាពតាំងពីយូរមកហើយស្រាប់តែឆ្នាំ2025ហ្នឹងក៏មាននៅសង្គ្រាមនៅតាមព្រំដែនខ្មែរថៃហើយឥឡូវក៏សង្គ្រាមហ្នឹងវាកាន់តែវឹកវរកាន់តែខ្លាំងហើយអាពួកចៅហ្នឹងគឺវាតែងតែចង់បានរបស់យើងរហូតវាតែងតែចង់ឈ្លានពានប្រាសាទចង់យកប្រាសាទឥឡូវវាចង់បានទឹកដីហើយប្រទេសហ្នឹងជាប្រទេសអញ្ញាញ៉ៃមែនតែនហើយចង់បានទៅរបស់គេគឺពួកចៅសដានចៅហ្មងទាហានរបស់យើងកងទ័ពរបស់យើងមនុស្សដែលអាចទាហានរបស់យើងកងទ័ពរបស់យើងគឺគាត់បានពលីច្រើនមែនតើដើម្បីប្រទេសជាតិមួយនេះគឺយើងជាពាក់កុនរបស់គាត់មែនតើហើយយើងក៏មានអារម្មណ៍ថាល្អិះខ្លួនមែនតើដែរដែលយើងគ្រាន់តែជាប្រជាជនម្នាក់ធម្មតាហើយយើងអត់អាចជួយអីប្រទេសជាតិបានយើងមានតែកម្លាំងយើងដែលអាចជួយប្រមូលស្បៀងប្រមូលអីដើម្បីជំនួយជួយទៅកាន់បងកងទ័ពនិងបងប្អូនជនភៀសសឹកវិញបានតែយើងមិនមែនជាអ្នកមនុស្សម្នាក់ដែលអាចចូលទៅក្នុងសមរភូមិជួយទៅបានមានកងទ័ពជាច្រើនដែលពលីមានឪពុកម្ដាយក្រុមគ្រួសារជាច្រើនដែលបាត់បង់មនុស្សជាទីស្រឡាញ់យើងអត់ចង់ឲ្យមានការស្លាប់រង្គាលនៅលើទឹកដីអត់ចង់ឲ្យមានសង្គ្រាមដែលនាំឲ្យផលប៉ះពាល់អវិជ្ជមានដល់ការរស់នៅរបស់មនុស្សគឺយើងគ្រាន់តែចង់បានសន្តិភាពប៉ុន្តែអាប្រទេសចង្រៃអាប្រទេសចោលហ្នឹងគឺវាអត់ទុកឲ្យយើងសុខទេគឺវាចូលចិត្តឈ្លានពានគេឲ្យតែឃើញយើងងើបវាទាញយើងទម្លាក់ឲ្យតែឃើញយើងងើបវាទាញយើងទម្លាក់អីខ្ញុំសង្ឃឹមថាសង្គ្រាមនេះគឺមានដំណោះស្រាយនឹងអាចបញ្ចប់ហើយនឹងប្រទេសយើងទទួលបានយុត្តិធម៌វិញឃើញវាទម្លាក់ក៏បែកវាទម្លាក់អីប្រាសាទរបស់យើងគឺខ្ទេចខ្ទាំស្ពានវារុករឺតឥឡូវខេត្តជាច្រើនមែនទែនរងគ្រោះតាមព្រំដែនហើយឥឡូវដល់កោះកុងដល់អីទៀតហើយឃើញមនុស្សជាច្រើនពលីជីវិតសំបីតែទាហានកូនទាហានទួយអាយុសបាពួកយើងអាយុខ្ទង់សកលយើងក៏គាត់ពលីដើម្បីប្រទេសជាតិយើងដែរអញ្ចឹងតែយើងអាចធ្វើអីបានដើម្បីសងសឹកទៅកាន់អាពួកចៅនឹងវិញសង្ឃឹមថាសង្គ្រាមនឹងត្រូវបញ្ចប់ហើយអ្វីដែលអាចធ្វើបាននឹងសន្យាទៅកាន់បងកងទ័ពដែលបានពលីជីវិតនោះគឺពួកយើងនឹងបដោះខាត់សមត្ថភាពខ្លួនឯងឲ្យខ្លាំងដើម្បីអាចជួយប្រទេសយើងវិញបានគឺបដោះពីពាក្យនិយាយថាពេលដែលខ្ញុំខ្លាំងប៉ាកែគឺពេលដែលខ្ញុំរៀនបានប៉ាកែខ្ញុំខំគ្រប់យ៉ាងដើម្បីចាក់ចេញពីប្រទេសនេះទៅជាពាក្យនិយាយថាខ្ញុំនឹងខំគ្រប់យ៉ាងធ្វើឲ្យខ្លួនឯងមានសមត្ថភាពខ្លាំងដើម្បីជួយឲ្យប្រទេសខ្ញុំរីកចម្រើនគិតថាការសង្សឹកដ៏ល្អនោះគឺពួកយើងគ្រប់គ្នាមិនមែនតែយើងម្នាក់តែមនុស្សតែម្នាក់អាចធ្វើបានទេយើងគ្រប់គ្នាត្រូវតែដកខាត់សមត្ថភាពខ្លួនឯងឲ្យខ្លាំងកាត់ជាផ្នែកមួយនៃប្រទេសជាតិយើងកាត់ជាធនធានមនុស្សឧទាហរណ៍តែយើងបកកែទៅលើជំនាញពេទ្យមួយចឹងយើងធ្វើខ្លួនឯងឲ្យខ្លាំងយើងបកកែទៅលើជំនាញអីមួយយើងធ្វើប៉ូលីសយើងធ្វើទាហានយើងធ្វើគ្រូបរិញ្ញាអីនិយាយទៅយើងផ្ដោតទៅលើជំនាញណាមួយដែលយើងចង់ធ្វើដែលយើងធ្វើគឺយើងធ្វើវាឲ្យខ្លាំងហើយយើងនឹងអាចជួយដល់ប្រទេសជាតិយើងវិញបានយើងនឹងធ្វើជាធនធានម្នាក់ធនធានមនុស្សម្នាក់អញ្ចឹងបើយើងគ្រប់គ្នាគិតថាយើងនឹងអាចក្លាយទៅជាធនធានមនុស្សតែម្នាក់អញ្ចឹងមនុស្សរាប់ម៉ឺននាក់17លាននាក់ក្នុងប្រទេសយើងដែលសុទ្ធជាធនធានមនុស្សនៅក្នុងប្រទេសយើង17លាននាក់នឹងអាចជួយប្រទេសយើងឲ្យខ្លាំងបានហើយយើងនឹងអភិវឌ្ឍប្រទេសជាតិយើងអត់ឲ្យមានភាពរីកចម្រើនទៅមុខធ្វើម៉េចឲ្យយើងខ្លាំងជាងពួកអាចោរចរិយនឹងទោះបីជាវាមានប្រជាជនច្រើនជាងយើងដែរក៏មិនគាត់ថា quantity ហើយនិង quality នឹង compare ដែរអញ្ចឹងយើងត្រូវតែដកខាត់សមត្ថភាពយើងក្នុងនាមជាប្រជាជនខ្មែរក្នុងនាមជាមនុស្សម្នាក់ដែលរស់នៅក្នុងប្រទេសយើងឲ្យស្របទៅនឹងការពលីរបស់បងកងទ័ពពលីរបស់វីរៈបុរសរបស់យើងនៅក្នុងប្រទេសយើងនេះឲ្យស័ក្តិសមនឹងការពលីជីវិតរបស់គាត់ដើម្បីពួកយើងអញ្ចឹងពួកយើងត្រូវតែខិតខំនៅក្នុងការរស់នៅខិតខំនៅក្នុងការដកខាត់សមត្ថភាពជួយឲ្យប្រទេសយើងរីកចម្រើនធ្វើម៉េចឲ្យប្រទេសយើងខ្លាំងប៉ាកែកុំឲ្យចាញ់ពួកអាចោរចរិយយោនឹងចឹងខ្ញុំសង្ឃឹមថាពួកយើងគ្រប់គ្នាចាប់ពីពេលហ្នឹងទៅមិនថាពួកយើងស្រឡាញ់ជំនាញអីធ្វើអីគឺយើងត្រូវតែធ្វើឲ្យខ្លួនឯងកាត់ជាមនុស្សម្នាក់ដែលខ្លាំងនិយាយទៅលះខ្លាំងទៅលើជំនាញយើងហ្មងទៅលើអីដែលយើងរៀនហ្មងទៅលើសមត្ថភាពអីដែលយើងខ្លាំងប៉ាកែហ្មងដើម្បីជាធនធានមួយដែលអាចជួយប្រទេសយើងវិញបានហើយយើងក៏មិនត្រូវនិយាយថាយើងខ្លាំងប៉ាកែហើយយើងចាក់ចេញពីប្រទេសយើងឯងគឺយើងត្រូវតែមកជួយរួមគ្នាដើម្បីធ្វើឲ្យប្រទេសយើងហ្នឹងកើតជាប្រទេសមួយដែលរីកចម្រើនអភិវឌ្ឍលូតលាស់រុងរឿងកុំឲ្យចាញ់ពួកអាហ្នឹងបាយអ្នកនរគ្នានេះគឺជាការសងសឹកមួយដែលអាចធ្វើបានកន្លងពេលនេះគឺខ្មែរគ្រប់គ្នាពិតជាឈឺចាប់មែនតើនៅពេលដែលប្រទេសយើងមាននៅសង្គ្រាមហើយឃើញមនុស្សស្លាប់ជាច្រើនដោយសារតែការឈឺពេលរបស់ពួកហ្នឹង